យើងសង្កេតឃើញថាក្នុងឆ្នាំ2025នេះមានការកើនឡើងក្នុងវិស័យចិញ្ចឹមត្រីដោយសារយើងឃើញមានការជីកសាបន្ថែមថ្មីទៀតហើយបងប្អូនដែលចិញ្ចឹមពីមុនមកគាត់ចាប់ផ្ដើមបន្តក្នុងការចិញ្ចឹមដដែលដោយសារកត្តាសំខាន់មួយគឺតម្លៃត្រីលើទីផ្សារមានតម្លៃរៀងថេរពិតមានការចុះខ្លះប៉ុន្តែវាចុះមិនដល់កម្រិតដែលគាត់ខាតទេដូច្នេះបងប្អូនយើងនៅបន្តការចិញ្ចឹមហើយអ្នកខ្លះចាប់ផ្ដើមបរិយាអាជីវកម្មបន្ថែមទៀតខ្ញុំគិតថាក្នុងឆ្នាំ2025នេះបិទមែនតម្លៃត្រីលើទីផ្សាររៀងចុះបន្តិចមែនប៉ុន្តែវាជាសញ្ញាល្អដោយសារបច្ចុប្បន្ននេះយើងមានបញ្ហានៅតាមព្រំដែនដូច្នេះការទីផ្សារគឺកាន់តែធំដោយសារការនាំចូលពីប្រទេសជិតខាងជាពិសេសគឺនៅប៉ែកខាងលិចហ្នឹងគឺមានការថយចុះគឺឬក៏មិនមានតែម្ដងដូច្នេះបងប្អូនបរិយាបកយើងដែលគាត់ជាសហគ្រិនពិតប្រាកដគាត់បាត់ចាប់យកឱកាសនេះដើម្បីគាត់ពង្រឹងការចិញ្ចឹមបរិយាការចិញ្ចឹមដើម្បីគាត់ពងលើទីផ្សារពីព្រោះការនាំចូលពីប្រទេសជិតខាងនោះមានការថយចុះខ្លាំងដូច្នេះនេះជាឱកាសល្អដើម្បីបងប្អូនយើងចាប់ផ្ដើមពង្រីកអាជីវកម្មរបស់ខ្លួនជាទូទៅដើម្បីឲ្យគាត់មានទទួលបានប្រាក់ចំណេញគឺគាត់មានភាពញញឹមនេះគឺគាត់ទៅគិតអំពីអាជីវកម្មរបស់គាត់ការចិញ្ចឹមទៅតែមានភាពឆ្លាតវៃជាពិសេសគឺអនុលោមទៅតាមទីផ្សារទី1ទី2គាត់រកវិធីសាស្ត្រណាមួយដើម្បីកាត់បន្ថយថ្លៃដើមដើម្បីឲ្យគាត់មានប្រាក់ចំណេញកាន់តែខ្ពស់ទី3គាត់អាចគិតអំពីទីផ្សារដោយសារទីផ្សារគេត្រូវការរាល់ថ្ងៃដូច្នេះគាត់ទៅរកអរិយាប័ត្រពីការផ្គត់ផ្គង់មួយឆ្នាំម្ដងទៅជាការផ្គត់ផ្គង់ប្រចាំខែឬប្រចាំត្រីមាសដែលធ្វើឲ្យគាត់មានចរន្តទីផ្សារល្អហើយមួយទៀតគាត់ទៅគិតថាម៉េចឲ្យគាត់ស្វែងយល់អំពីចំណេះដឹងបន្ថែមលើបច្ចេកទេសកាលណាគាត់ចេះបច្ចេកទេសកាន់តែច្រើនកាន់តែខ្លាំងគឺគាត់អាចគ្រប់គ្រងបាននៅលើស្រះរបស់គាត់អញ្ចឹងគាត់នឹងមានប្រាក់ចំណេញកាន់តែច្រើនលើវិស័យនេះបាទជាទូទៅរដ្ឋាភិបាលគាត់បានការគ្រប់គ្រងច្រើនប៉ុន្តែគាត់គួរតែធ្វើការងារបន្ថែមទៀតជាពិសេសគឺតាក់ទងការវិនិយោគពីក្រៅប្រទេសដូចជាចំណីយើងនៅមានតិចនៅឡើយអ្នកដែលធ្វើចំណីក្នុងស្រុកគឺការមានការនាំចូលអញ្ចឹងយើងគួរតែទាក់ទាញវិនិយោគឲ្យមានការវិនិយោគផលិតចំណីក្នុងស្រុកកាន់តែច្រើនហើយគាត់អាចគិតថាគាត់ព្យាយាមធ្វើម៉េចឲ្យកសិករស្វែងយល់អំពីបច្ចេកទេសក្នុងទីផ្សារជាជាងការគាត់ចិញ្ចឹមទៅដោយអត់មានគោលដៅច្បាស់លាស់បាទជាពិសេសគឺគាត់ទៅគួរតែមានគោលនយោបាយគ្រប់គ្រងដោយឡែកជាសំណុំពររបស់កសិករភាគច្រើនគាត់មានការលំបាកទៅលើបញ្ហារញ្ញវត្ថុក្នុងការទទួលបានរញ្ញវត្ថុជាកម្ចីណាដូច្នេះរដ្ឋាភិបាលគួរមានកម្មវិធីមួយជួយបុគ្គលបាទជួយបុគ្គលផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ដែលអាចទទួលយកបានហើយមានលក្ខខណ្ឌមួយដែលគាត់អាចងាយស្រួលពីព្រោះការចិញ្ចឹមត្រីនេះគឺគាត់ប្រមូលផលមិនជារាល់ថ្ងៃទេគឺអាចថាក្នុងត្រីមាសក្នុងឈ្មមាសឬក្នុងរដូវដូច្នេះគាត់មានការលំបាកក្នុងពេលដែលគាត់ទៅធ្វើប្រតិបត្តិការគឺមករយៈដែលគាត់មិនតាន់បានត្រីធំនោះគាត់ត្រូវការថវិកាដើម្បីផ្គត់ផ្គង់លើត្រីបាទជាទូទៅកសិករខ្នាតមធ្យមហើយនិងខ្នាតតូចក៏មានឧបសគ្គធំមួយគឺឧបសគ្គទុនបង្វិលដោយសារគាត់អត់ហ៊ានវិនិយោគច្រើនដោយសារគាត់ខ្វះទុនដូច្នេះគាត់វិនិយោគតាមលទ្ធភាពគាត់កត្តានេះឲ្យធ្វើរារាំងមិនឲ្យវិស័យនេះឲ្យមិនអាចរីកចម្រើនបានដូច្នេះសិនមានការផ្ដល់ជាទុនបង្វិលក្នុងអត្រាការប្រាក់មួយដែលគាត់អាចទទួលយកបាននោះយើងគិតថាកសិករខ្នាតតូចនិងខ្នាតមធ្យមគាត់នឹងខិតខំបរិយាខ្លួនឲ្យកាន់តែធំឡើងពីព្រោះឱកាសទីផ្សារមានឱកាសទីផ្សារមានប៉ុន្តែកង្វះខាតនៃទុនបង្វិលធ្វើឲ្យគាត់មិនអាចទៅមុខបានដូច្នេះបើសិនមានកម្មវិធីនេះយើងសង្ឃឹមថាកសិករភាគច្រើននឹងខិតខំពង្រឹងវិស័យនេះកាន់តែធំឡើងនៅក្នុងឆ្នាំ2025យើងគិតថាកត្តាបំប្រែប្រួលអាកាសធាតុអាចធ្វើឲ្យមានការរាំងស្ទះមួយចំនួននៅវិស័យចិញ្ចឹមត្រីដែរដោយសារនៅតំបន់ខ្លះគាត់មានការខ្វះខាតទឹកតំបន់ខ្លះទៀតកត្តាអាកាសធាតុធ្វើឲ្យត្រីមានបញ្ហាដល់សុខភាពរបស់វាដែលធ្វើឲ្យគាត់ជួបប្រទះបញ្ហាខាតបង់មួយចំនួនទៅលើវាបំប្រែប្រួលអាកាសធាតុនេះតែយ៉ាងណាជាទូទៅគឺថាគាត់អាចទទួលផលបានល្អក្នុងឆ្នាំនេះសម្រាប់តម្លៃត្រីក្នុងឆ្នាំ2025នេះយើងឃើញថាមកដល់ខែ11 12ជានៅប្រមូលផលនេះមានការចុះតិចតួចបើប្រៀបធៀបតាំងពីដើមឆ្នាំ2025ក៏នៅតែមានប្រាក់ចំណេញអាចរស់បានបាទវាអត់ច្រើនទេវាអាចរស់បានទោះមានការប្រែប្រួលតម្លៃនេះក៏ដោយជាទូទៅសមាគមតែងតែអំពាវនាវបងប្អូនបរិបកទាំងអស់អាចថាគាត់ចិញ្ចឹមត្រីដែលលក្ខណៈឆ្លាតវៃគឺទី1គាត់ផ្ដោតលើទីផ្សារទី2គាត់ផ្ដោតលើការពង្រឹងបច្ចេកទេសទី3គាត់ធ្វើម៉េចឲ្យមានការផ្គត់ផ្គង់ជានិរន្តរ៍